នៅពេលដែលទុរេនចេញផ្កាផ្នែកក្តាមចេញបាន 70% ចំពោះនៃការដាក់ទឹកគឺយើងត្រូវដាក់ពីចន្លោះ35នាទីទៅ40នាទីឬក៏ដល់50នាទីយើងដាក់មួយថ្ងៃខានមួយថ្ងៃបើដែលយើងឆាប់ស្ងួតមួយទៀតយើងអាចដាក់ចន្លោះពីថ្ងៃម្ដងបើដែលយើងរក្សាសំណើមបានយូរហើយក្នុងមួយដើមយើងប្រើប្រព័ន្ធស្រូបស្រោចហ្នឹងក្បាលវិលហ្នឹង2ឬក៏3ហើយផ្កាចេញភ្នែកក្តាមប៉ុណ្ណឹងចំពោះនៃការដាក់ជីគល់ក៏យើងអាចដាក់បានយើងប្រើជីដែលមានលេខ15 ដើមឬក៏16 ដើមឬ8 24 យកមួយណាមកប្រើក៏បានដែរឲ្យតែមានយើងដាក់2ឬក៏3ខាំតាមដើមតូចឬក៏ដើមធំហើយដាក់10ថ្ងៃម្ដងដាក់រហូតដល់ពេលវាទ្របបញ្ញងធំហើយមួយទៀតក៏យើងត្រូវការប្រើអាហារបំពន់បន្ថែមទៅលើស្លឹកដើម្បីជំនួយផ្កាហ្នឹងឲ្យវាឆាប់ចេញមកលឿនចេញមកស្រស់ល្អហើយជំនួយនៃការកាន់ជាប់បានល្អកាត់បន្ថយនៃការជ្រុលធ្លាក់មួយទៀតធន់នឹងជំងឺធន់នឹងអាកាសធាតុក៏យើងត្រូវការប្រើដូចជាត្រៃកូដាម៉ាប្រភេទថ្នាំជំងឺយើងបាញ់ទៅលើស្លឹកទៅលើកិច្ចចំផ្កាលើដើមដើម្បីការពារជំងឺពពួកជំងឺផ្សិតមួយទៀតក៏យើងប្រើអាហារបំពន់បន្ថែមដូចជាពពួកកាល់ស្យូមបូរ៉ុនមានដែកមាន NPK សង្កសីអីហ្នឹងแล้วก็យើងប្រើដូចជាឈុត Super Farm ដែលវាមានសមាសធាតុទាំងអស់នេះនៅក្នុងដបតែមួយដែលជាដំណាំត្រូវការនៅពេលវគ្គការផ្លែ